នៅក្នុងវីដេអូភាគមុនខ្ញុំបាននិយាយរៀបរាប់ពីការធ្វើចារកម្មរបស់ប្រទេសមួយចូលយ៉ាងជ្រៅទៅក្នុងប្រទេសមួយទៀតដើម្បីលួចយកព័ត៌មានយុទ្ធសាស្ត្រយោធានិងព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលដើម្បីត្រៀមខ្លួនធ្វើសង្គ្រាមធំហើយការធ្វើចារកម្មមួយនោះគឺពិតជាមានភាពល្បីល្បាញមកដល់ពេលបច្ចុប្បន្នហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយពីជីវប្រវត្តិរបស់គាត់ដែលជាចារកម្មដ៏ល្បីបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិនៅក្នុងសម័យទំនើបនេះនិងរៀបរាប់ពីបច្ចុប្បន្នភាពក្នុងការរុករកសាកសពរបស់គាត់ដើម្បីយកមកប្រទេសកំណើតរបស់គាត់វិញហើយផ្អែកតាមរឿងពិតនៅក្នុងប្រវត្តិសាស្ត្រមួយនេះតើយើងអាចរៀនសូត្រអ្វីបានខ្លះដើម្បីការពារសុវត្ថិភាពសន្តិសុខជាតិរបស់ប្រទេសយើងមួយទៀតបងប្អូនដែលអត់ទាន់បានមើលវីដេអូភាគ1ខ្ញុំបានpinវីដេអូនៅក្នុង comment Do you consider yourself a patriot? I love this country with all my might. Welcome to Syria. ក្នុងអំឡុងពេលសម្ភាសជាមួយនឹងភ្នាក់ងារម៉ូសាតដើម្បីជ្រើសរើសអេលីជាភ្នាក់ងារចារកម្មអេលីត្រូវបានគេសួរសំណួរជាច្រើនសំណួរហើយក្នុងសំណួរទាំងអស់នោះសំណួរទី1ត្រូវបានគេសួរថាតើអ្នកពិតជាអ្នកស្នេហាជាតិពិតប្រាកដមែនឬទេទី2តើអ្នកអាចហ៊ានទៅប្រថុយជីវិតនៅប្រទេសសេរីដើម្បីលួចព័ត៌មានដែរឬទេបើសិនជាអ្នកតម្រូវឲ្យអ្នកកុហកគ្រួសាររបស់អ្នកថាទៅធ្វើជំនួញឬក៏ធ្វើរឿងផ្សេងតើអ្នកព្រមដែរឬទេក្នុងរយៈពេលដ៏យូរពេលនោះអេលីបានឆ្លើយតបថាខ្ញុំស្រឡាញ់ប្រទេសនេះអស់ពីបេះដូងរបស់ខ្ញុំអេលីត្រូវបានគេជ្រើសរើសឲ្យយកទៅបំពាក់បំពន់ជំនាញផ្សេងៗរយៈពេល6ខែមុននឹងបញ្ជូនទៅធ្វើជាចារកម្មនៅក្នុងវគ្គបង្រៀនពិសេសនោះអេលីត្រូវបានបង្រៀននៅជំនាញផ្សេងៗដូចជាការប្រមូលព័ត៌មានសម្ងាត់ការទំនាក់ទំនងព័ត៌មានសម្ងាត់ការទំនាក់ទំនងតាមរយៈ radio communication ការគ្រប់គ្រងចិត្តសាស្ត្ររបស់ខ្លួននិងការប្រើប្រាស់ចិត្តសាស្ត្រផ្សេងៗហើយតម្រូវឲ្យគាត់ឆ្លងកាត់នៅវិញ្ញាសាជាក់ស្ដែងដូចជាការចងចាំលឿនការចូលក្នុងបន្ទប់មួយអាចប្រមូលព័ត៌មានបានច្រើនក្នុងពេលខ្លីការចងចាំ model នាឡិកាទំនើបឬក៏ model ឡានស៊េរីថ្មីដែលអ្នកអុកញ៉ាឬក៏អ្នកមានអំណាចប្រើប្រាស់ដើម្បីងាយស្រួលក្នុងការចរចាឬក៏និយាយជាមួយពួកគេការដើរកាត់វងមនុស្សនៅទីសាធារណៈហើយអាចកំណត់បានថាអ្នកណាលួចតាមដានយើងក្រោយរៀនវគ្គជំនាញហើយឆ្លងកាត់វិញ្ញាសាបានជោគជ័យអេលីត្រូវបានបញ្ជូនទៅប្រទេសអាសង់ទីនក្រោមសេណារីយ៉ូផ្លាស់ប្ដូរប្រវត្តិរូបដោយបដូរឈ្មោះគាត់ទៅជា Kamel Amin Thabet គឺជាជនជាតិសេរីអ្នកជំនួញជោគជ័យមួយរូបដើម្បីរស់នៅក្នុងសហគមន៍ជនជាតិសេរីនៅប្រទេសអាសង់ទីនដែលនៅពេលនោះប្រទេសអាសង់ទីនគឺមានប្រមូលផ្ដុំសហគមន៍ជនជាតិសេរីដែលរស់នៅជាអ្នកជំនួញផងនិងអ្នកនយោបាយផងហើយគាត់ក៏ត្រូវបានគេទុកចិត្តនិងជឿជាក់ចាប់ពីពេលនោះនៅទីនោះគាត់ព្យាយាមបង្កើតទំនាក់ទំនងជាមួយនឹងអ្នកនយោបាយផងមន្ត្រីយោធាផងមន្ត្រីស្ថានទូតហើយនិងអ្នកជំនួញផ្សេងៗតាមរយៈការបង្កើតកម្មវិធីជួបជុំការបរិច្ចាគជារូបភាពសប្បុរសធម៌ហើយបានទទួលការស្គាល់និងយកចិត្តទុកដាក់ពីមនុស្សជាច្រើននៅក្នុងសង្គមប្រទេសសេរីតាមរយៈរូបភាពនេះហើយក្នុងឆ្នាំ1962គាត់បានចូលមកប្រទេសសេរីដោយជោគជ័យមករស់នៅក្នុងទីក្រុង Damascus តាមរយៈការណែនាំរបស់មន្ត្រីធំថាគាត់ជាមនុស្សល្អហើយជោគជ័យជាអង្គញាចិត្តធម៌ជាដើមអំឡុងពេល3ឆ្នាំនោះហើយបងប្អូនដែលអេលីចាប់ផ្ដើមស្រវានលួចយកព័ត៌មានយុទ្ធសាស្ត្រយោធានិងព័ត៌មានយុទ្ធសាស្ត្រនយោបាយរបស់សេរីទៅឲ្យអ៊ីស្រាអែលពេលនោះអ៊ីស្រាអែលអាចដឹងមុនពីរបបនយោបាយរបស់ប្រទេសសេរីថាគណៈបកណាគម្រោងធ្វើរដ្ឋប្រហារហើយអេលីព្រមទាំងចូលរួមជាសកម្មជនរៀបចំគម្រោងធ្វើរដ្ឋប្រហារបដូររំលំរដ្ឋាភិបាលចាស់ដើម្បីឲ្យគណៈបកថ្មីឡើងកាន់អំណាចហើយគាត់ជាសកម្មជនមួយនៅក្នុងគណៈបកដែលឡើងកាន់អំណាចថ្មីនោះប្រធានគណៈបកដែលអាចឡើងកាន់អំណាចពេលនោះក្លាយជាប្រធានាធិបតីហើយគាត់មានការទុកចិត្តលើអេលីជាខ្លាំងប្រធានាធិបតីថ្មីរបស់សេរីពេលនោះបំរុងនឹងលើកអេលីឲ្យក្លាយទៅជារដ្ឋមន្ត្រីក្រសួងការពារជាតិទៅហើយនៅក្នុងអំឡុងពេលនោះប្រធានាធិបតីប្រទេសសេរីគឺគាត់ដឹងច្បាស់ថាប្រទេសរបស់ខ្លួនកំពុងតែត្រូវបានលួចព័ត៌មានយ៉ាងគំហុកទៅហើយគាត់បាននិយាយរៀបរាប់ពីការលំបាកថាព័ត៌មាននោះមិនដឹងលួចពីប្រភពណាទើបបានបែកធ្លាយខ្លាំងយ៉ាងនេះគាត់នៅតែយករឿងក្នុងចិត្តព័ត៌មានសំខាន់ទៅនិយាយប្រាប់អេលីជានិច្ចដោយសារតែអេលីគឺជាទីប្រឹក្សាផ្ទាល់របស់គាត់តែអំឡុងពេលនោះបងប្អូនគឺមានការប្រឈមគ្នាខ្លាំងរវាងប្រទេសសេរីនិងប្រទេសអ៊ីស្រាអែលដែលងាយកើតសង្គ្រាមធំកើតឡើងហើយអេលីគឺសម្រុកប្រើប្រាស់រលកទំនាក់ទំនង radio communication ខ្លាំងពេកដែលធ្វើឲ្យមានការចាប់សញ្ញាតាមដានទីតាំងរហូតដល់ផ្ទះអេលីតែម្ដងពេលដែលអ្នកជំនាញប្រឆាំងចារកម្មចាប់អេលីបានទៅពេលនោះហើយដែលប្រធានាធិបតីសេរីភ្ញាក់ខ្លួនខ្លាំងហើយទទួលស្គាល់ថាគាត់ពិតជាចារកម្មតែម្ដងហើយក្នុងឆ្នាំ1965អេលីត្រូវបានគេចាប់ខ្លួនធ្វើទរណកម្មសួរចម្លើយហើយត្រូវកាត់ទោសដោយព្យួរកនៅកណ្ដាលទីក្រុង Damascus ហើយអ្វីដែលសំខាន់គឺការកប់សាកសពរបស់អេលីត្រូវធ្វើយ៉ាងសម្ងាត់បំផុតដើម្បីលាក់បាំងជាមួយនឹងចារកម្មមកដល់ពេលបច្ចុប្បន្ននេះគឺជាង60ឆ្នាំហើយបងប្អូនតាក់ទងនឹងការស្វែងរកសាកសពវរៈជនរបស់អ៊ីស្រាអែលគឺលោកអេលី Cohen ហេតុអ្វីបានជាការរកសាកសពចំណាយពេលយូរហើយស្មុគស្មាញបែបនេះចំណុចទី1តាក់ទងជាមួយនឹងជំហររបស់រដ្ឋាភិបាលសេរីពេលនោះគឺមានការបដិសេធដាច់ខាតមិនប្រគល់សាកសពរបស់អេលីទៅកាន់ប្រទេសអ៊ីស្រាអែលវិញឡើយមិនថាមានការចរចាកម្រិតណាការដោះដូរចារកម្មឬក៏លក្ខខណ្ឌអ្វីឡើយហើយចំណុចទី2ដើម្បីកុំឲ្យភ្នាក់ងារម៉ូសាតអាចស៊ើបដឹងពីទីតាំងបញ្ចុះសពរបស់អេលី
រដ្ឋាភិបាលសេរីពេលនោះបានរៀបចំប្រព័ន្ធបញ្ចុះសពដោយសម្ងាត់បំផុតហើយមន្ត្រីពាក់ព័ន្ធដែលអាចដឹងពីទីតាំងបញ្ចុះសពគឺមានចំនួនតិចអ្នកបំផុតហើយទីតាំងបញ្ចុះសពនោះទៀតសោតត្រូវបានគេរាយការណ៍ថាមានការបដូរកន្លែងជាច្រើនកន្លែងហើយដោយពេលនោះសេរីឆ្លងកាត់សង្គ្រាមស៊ីវិលជាច្រើនដងធ្វើឲ្យមានការស្លាប់មន្ត្រីឬក៏បាត់បង់អាយុជីវិតធ្វើឲ្យភ្នាក់ងារម៉ូសាតពិបាកក្នុងការស្វែងរកសាកសពអេលីមកទល់នឹងបច្ចុប្បន្នហើយប្រហែលឆ្នាំចុងក្រោយនេះក្រោយរបបអាសាតរបស់ប្រទេសសេរីបានដួលរលំប្រទេសអ៊ីស្រាអែលបានឆ្លៀតឱកាសបង្កើនការចរចានិងការរុករកពាក់ព័ន្ធជាមួយនឹងព័ត៌មានរបស់អេលីហើយក្នុងឆ្នាំ2025ឆ្នាំ2026នេះត្រូវបានគេរាយការណ៍ថាឯកសារដែលពាក់ព័ន្ធជាមួយនឹងអេលីត្រូវបានគេរកឃើញជាង2500ឯកសារដែលក្នុងនោះមានដូចជាសោផ្ទះចាក់ចូលខុនដូរបស់គាត់ប៉ាសពតសម្បត្តិដែលគាត់ផ្ញើទៅកាន់ភរិយារបស់គាត់និងឯកសារសម្ងាត់ផ្សេងៗជាច្រើនទៀតកាលពីឆ្នាំ2025ខែ3ថ្ងៃទី27គឺជាខួប100ឆ្នាំគត់របស់លោកអេលី Cohen នៅក្នុងឱកាសនោះដែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ក៏បានមានជំនួបជាមួយនឹងអ្នកស្រី Nadia Cohen ដែលត្រូវជាភរិយារបស់លោកអេលីដែលសពថ្ងៃនេះមានប្រជជនជាង90ឆ្នាំទៅហើយកំឡុងពេលសន្ទនាគាត់បានសួរទៅលោកនាយករដ្ឋមន្ត្រីថាតើការស្វែងរកសាកសពរបស់ស្វាមីគាត់គឺមានសង្ឃឹមដែរឬទេហើយលោកនាយករដ្ឋមន្ត្រីបានឆ្លើយតបថាការស្វែងរកសាកសពអេលីដើម្បីយកមកប្រទេសអ៊ីស្រាអែលវិញគឺនៅតែជាអាទិភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែលបងប្អូនទាំងអស់គ្នាឆ្លងកាត់តាមរយៈរឿងពិតនៅក្នុងប្រវត្តិសាស្ត្រមួយនេះក្នុងនាមយើងជាប្រជាជនសាមញ្ញម្នាក់តើយើងអាចចូលរួមជួយការពារព័ត៌មានសម្ងាត់យោធារបស់ប្រទេសយើងតាមរបៀបណាទី1គឺបងប្អូនកុំថតរូបពេលដែលបងប្អូនកងទ័ពកំពុងតែចល័តទ័ពឬក៏សម្ភារកុំថតទីតាំងលេនដ្ឋានឬក៏ទីតាំងកងទ័ពផ្សេងៗយកទៅផុសក្នុងបណ្ដាញសង្គមដែលការផុសរបស់បងប្អូនក្នុងនាមជាការជួយគ្រប់គ្រងលើកទឹកចិត្តឬក៏ផុសដើម្បីបង្ហាញអារម្មណ៍គ្រប់គ្រងនោះហើយគឺជាការឲ្យកាដូទៅកាន់ខ្មាំងសត្រូវធ្វើការវិភាគទិន្នន័យពីទំហំកម្លាំងទ័ពពីទីតាំងពី coordinate ងាយស្រួលក្នុងការវិលុកឧទាហរណ៍ដូចបងប្អូនដឹងស្រាប់នៅក្នុងរឿងអេលីនេះហើយគឺចារកម្មម៉ូសាតចំណាយលុយរាប់ពាន់រាប់លានដុល្លារដើម្បីធ្វើសេណារីយ៉ូឲ្យអេលីចូលទៅកាន់លេនដ្ឋានដើម្បីដាំដើមកាសាដើម្បីជាតម្រុយឲ្យគេបាញ់គ្រាប់ខ្លោងចូលឬក៏ទម្លាក់គ្រាប់ហើយលួចថតរូបការចល័តទ័ពនៅកណ្ដាលទីក្រុងជាដើមប៉ុន្តែបច្ចុប្បន្ននេះសង្គមបច្ចេកវិទ្យាវិវត្តហើយការថតរូបរបស់បងប្អូនមួយសន្លឹកគឺធ្វើឲ្យយោធារបស់ខ្មែរយើងអាចរងគ្រោះឬក៏ពិបាកទប់ទល់ជាមួយខ្មាំងសត្រូវបានឧទាហរណ៍ស្ដែងជាមួយនឹងព័ត៌មានបច្ចុប្បន្ននេះសូម្បីតែកងទ័ពសម័យទំនើបរបស់ទាហានរុស្ស៊ីក៏រងការវាយប្រហារតាមរយៈរូបថតមួយសន្លឹកដែរដូចនៅក្នុងព័ត៌មាននេះអញ្ចឹងគឺមានការផុសរូបថតសួរសុខទុក្ខទាហានវ៉ាក់នែរបស់រុស្ស៊ីមេក្រុមទាហានរបស់វ៉ាក់នែបានចុះសួរសុខទុក្ខហើយកង Cyber របស់អ៊ុយក្រែនបានវិភាគពីទិន្នន័យដីពណ៌ដីទីតាំងអគារធៀបជាមួយនឹងស្លឹកឈើឬក៏ព័ត៌មាន background នៅក្នុងរូបថតហើយបានកំណត់ទីតាំងយ៉ាងច្បាស់ហើយក៏បាញ់គ្រាប់មីស៊ីលទៅចំលេនដ្ឋានទ័ពរបស់ទាហានវ៉ាក់នែតែម្ដងហើយដូចក្នុងអំឡុងពេលសង្គ្រាមមានការប្រកាសជាសាធារណៈពីក្រសួងការពារជាតិស្ដីពីការហាមឃាត់កុំឲ្យថតសកម្មភាពចល័តទ័ពប៉ុន្តែនៅតែមានបងប្អូនមួយចំនួនតូចថតបានដូច្នេះពេលក្រោយសូមជៀសវាងឲ្យដាច់ខាតកុំឲ្យមានការថតបែបនេះទៀតហើយឧទាហរណ៍ទី2តកតងជាមួយនឹងការលួចព័ត៌មានយោធារវាងរុស្ស៊ីនិងអ៊ុយក្រែននោះគឺមានឈ្មោះថា Honey Trap បងប្អូននៅពេលដែលទាហានរុស្ស៊ីឈរជើងយូរនៅព្រំដែនគឺតែងតែមានការអបសក់ហើយពេលនោះក្រុមកម្លាំងអ៊ុយក្រែនដែលចេះប្រើភាសារុស្ស៊ីច្បាស់លាស់ក៏បន្លំ account ខ្លាំងខ្លាជាស្រីស្អាតតែងតែឆាតលួងលោមសួរនាំហើយក្រុមទាហានរុស្ស៊ីដែលគាត់អបសក់នោះគាត់ថាជាមនុស្សស្រីនៅជិតតំបន់នោះហើយក៏ផ្លួយថតទីតាំងមួយចំនួនចូលទៅផ្ញើទៅឲ្យទាហានអ៊ុយក្រែនហើយក៏ធ្វើការខ្លោងចូលចំទីដៅផងដែរជាចុងក្រោយសង្ឃឹមថាវីដេអូនេះអាចជាចំណុចចែករំលែកមួយទៅកាន់បងប្អូនអរគ្នាឲ្យចូលរួមសាមគ្គីគ្នាហើយជាខែលមួយការពារជាតិរបស់យើងហើយជាពិសេសផ្ញើទៅកាន់បងប្អូនដែលកំពុងបន្តការសិក្សាសូមតាំងបុព្វហេតុការរៀនសូត្ររបស់បងប្អូនទៅលើបុព្វហេតុការពារជាតិទាំងអស់គ្នាព្រោះនៅចំនួនក្រោយៗគឺយើងពិតជាត្រូវការអ្នកជំនាញរៀនបច្ចេកវិទ្យាអ្នកស្នេហាជាតិដើម្បីការពារបន្តចំនួនរហូតតទៅអរគុណសូមជម្រាបលា